កាលពីព្រេងនេះនៅក្នុងព្រះរាជាណាចក្រមួយមានព្រះមហាក្សត្រមានព្រះរាជាបុត្រីម្នាក់ស្រស់ស្មាតឆ្លាតវៃនិងមានចិត្តល្អព្រះនាងស្រឡាញ់ធម្មជាតិនិងចូលចិត្តដើរលេងនៅសួនច្បារព្រះរាជាវាំងជារៀងរាល់ថ្ងៃមួយខណៈព្រះនាងកំពុងលេងជាមួយបាល់មាសដែលជាវត្ថុស្រឡាញ់បំផុតបាល់បានរអិលធ្លាក់ចូលក្នុងអណ្ដូងទឹកជ្រៅព្រះនាងសោកស្ដាយខ្លាំងហើយអង្គុយយំក្បែរអណ្ដូងភ្លាមនោះមានសំឡេងមួយនិយាយឡើងព្រះនាងកុំយំអីខ្ញុំអាចចុកបាល់ឲ្យវិញបានបើព្រះនាងសន្យាអ្វីមួយជាមួយខ្ញុំព្រះនាងភ្ញាក់ផ្អើលហើយឃើញកេងកក់តូចមួយនៅក្បែរព្រះនាងនិយាយថាបើអ្នកយកបាល់ឲ្យខ្ញុំវិញខ្ញុំនឹងឲ្យអ្វីដែលអ្នកចង់បានកេងកក់លោតចុះទៅក្នុងអណ្ដូងហើយយកបាល់មាសឡើងមកវិញប៉ុន្តែវាបានស្នើថាខ្ញុំចង់រស់នៅជាមួយព្រះនាងញ៉ាំអាហារជាមួយនិងក្លាយជាមិត្តរបស់ព្រះនាងព្រះនាងមិនសូវចង់ទេប៉ុន្តែដោយសារបានសន្យាព្រះនាងក៏យល់ព្រមយប់នោះនៅពេលកេងកក់មកដល់ព្រះរាជាវាំងព្រះនាងមានអារម្មណ៍មិនសប្បាយចិត្តប៉ុន្តែព្រះមហាក្សត្របានប្រាប់ថាអ្នកដែលរក្សាពាក្យសន្យាគឺជាមនុស្សមានកិត្តិយសព្រះនាងក៏អនុញ្ញាតឲ្យកេងកក់នោះជាមួយព្រះនាងចាប់កេងកក់ដោយចិត្តល្អនិងមិនស្អប់វាទៀតកេងកក់ភ្លាមបានប្រែក្លាយជាព្រះអង្គម្ចាស់វ័យក្មេងម្នាក់ព្រះអង្គម្ចាស់បានប្រាប់ថាខ្ញុំត្រូវពីអាប់ធ្មប់ប្រែក្លាយជាកេងកក់មានតែចិត្តល្អនិងការរក្សាពាក្យសន្យារបស់អ្នកប៉ុណ្ណោះដែលអាចជួយខ្ញុំបានព្រះមហាក្សត្រនិងព្រះនាងសប្បាយចិត្តខ្លាំងបន្ទាប់មកព្រះនាងនិងព្រះអង្គម្ចាស់បានរៀបអភិសេកនិងរស់នៅយ៉ាងសុខសាន្តជាមួយគ្នាមេរៀនពីរឿងត្រូវរក្សាពាក្យសន្យាគង់ໄວតម្លៃអ្នកដទៃតាមរូបរាងចិត្តល្អនិងស្មោះត្រង់នាំមកនូវសេចក្តីសុខ